Và video này nhằm nâng chạy dùng lấy bot bị sọt khá vì đặc biệt thay tòm ở tu sạp đại miền ở trong bot á bà đặc biệt ra thay tòm á bà sẽ thấy chạy trên YouTube đằng đó bà ngày nắng nhung miền ở tu sạp bot mặt trường vìក្រុមហ៊ុន Honor នេះគឺ Honor Magic V3 បាទ V3 ពណ៌នេះពិសេសបាទពិសេសក្នុងថាបាទពណ៌របស់គេនេះបាទពណ៌ទឹកក្រូចតួពណ៌រៀងផ្លាទីនបាទសំខាន់តួធំរបស់គេគឺគេឈូសរបៀបឲ្យវាដេញជាមួយនឹងភ្លើងណាបាទអញ្ចឹងគឺស្អាតបាទមើលទៅថ្លៃថ្នូរមែនតើបាទជារបស់តែ premium មានតម្លៃបាទទូរស័ព្ទបាត់ Honor VC បាទគឺតួរបស់គេស្ដើងខ្លាំងមែនតើបាទគឺស្ដើងថាប្រពន្ធរុនសាក់ចុះបាទតួគេបាទរុនសាក់ធំយន្តសាក់តែបន្តិចទេបាទហើយបើលាហើយចេះរត់តែស្ដើងបាទក៏ទៅទូរស័ព្ទសម័យឥឡូវគេប្រកែធ្វើខ្លាំងមែនតើបាទប្រកែធ្វើខ្លាំងណាបាទដូចទូប្រភេទទូរស័ព្ទបតនេះបាទនេះគឺខ្ញុំបិទម៉ាស៊ីនចាំតិចទេបាទឥឡូវគឺខ្ញុំបើកអេក្រង់រួចរាល់បាទវីដេអូហ្នឹងខ្ញុំនឹងប្រាប់ពីវិធីថែទាំសម្រាប់អ្នកដែលប្រើទូរស័ព្ទអេក្រង់បតបាទអញ្ចឹងមួយគ្រឿងនេះមួយទឹកប៉ុន្តែនៅស្អាតបាទអាចថាខ្ចីមែនតើ RAM 12 memory RAM 12បាទ V3 ខ្ញុំពេញចិត្តខ្លាំងបាទពេញចិត្តខ្លាំងទៅលើកាមេរ៉ាបាទចាំខ្ញុំជូតបន្តិចសិនបាទនេះបាទនេះគឺ lens របស់គេខាងក្រោយនេះគឺថតរូបបានច្បាស់ខ្លាំងមែនតើណាបាទជាពិសេសគឺពេញចិត្តទៅលើ lens periscope នេះ lens ដែលមានរូបរាងបែបជ្រុងនោះគឺជា lens សម្រាប់ថតរូបភាព zoom ឆ្ងាយបាទថតចម្ងាយបាទអញ្ចឹង lens របស់គេមាន lens cold lens ultra wide ហើយនិង periscope 3គ្រាប់នេះគឺប្រើការទាំងអស់ហ្មងបាទរូបភាពចេញមកគឺអត់ខកចិត្តទេបាទគឺទូរស័ព្ទបត់មែនតែមានប្រព័ន្ធកាមេរ៉ាល្អបាទឥឡូវយើងចូលទៅវិធីថែទាំបាទវិធីថែទាំអេក្រង់បត់បាទជាធម្មតាទូរស័ព្ទអេក្រង់បត់គឺវាមានរូបរាងស្ដើងមែនតើបាទហើយអេក្រង់ខាងក្នុងរបស់គេនេះគឺមិនងាយខូចផ្ដេសផ្ដាស់ទេបើសិនជាយើងប្រើអត់ខុសបច្ចេកទេសអត់ខុសលក្ខណៈស្តង់ដារបាទគៀននេះគឺមានប្រព័ន្ធឆក់បាទប្រព័ន្ធដាច់ឆក់ដើម្បីពេលយើងបិទទៅវាឆក់អបជាប់គ្នាអញ្ចឹងទូរស័ព្ទបាត់នោះគឺច្រើនខូចដោយសារបែបនេះបាទនេះបាទគឺមានអីចូលទៅក្នុងអេក្រង់ហ្នឹងគឺវាជាប់អញ្ចឹងណាបាទដែកអីចឹងហើយដល់ពេលយើងបិទមកគឺយើងអត់ដឹងខ្លួនបាទគឺវាគៀបទៅគឺអាចមានជាប់អេក្រង់ខាងក្នុងហ្នឹងហើយបាទអញ្ចឹងបងប្រយ័ត្នឡៃហ្នឹងមិនមែនតែនបាទមុននឹងពេលបិទបើកអីបងមើល check មើលថាមានគតិចប្រភេទដែកអីឆក់ជាប់អត់បាទអញ្ចឹងបើសិនជាវាអត់មានគៀបទេបាទទូរស័ព្ទបត់នេះគឺមិនងាយនឹងខូចទេហើយក្រងក្នុងហ្នឹងណាបាទងាយនឹងខូចទេបាទឬក៏មួយទៀតពេលដែលយើងកាន់ប្រើបើកអញ្ចេះអាចវាធ្លាក់ផ្កាប់អីចំរបស់រឹងកន្លែងណាមួយនៅអេក្រង់ហ្នឹងអាចនឹងជាប់ដែរបាទតែបើជាក់ស្ដែងមកធ្លាក់អញ្ចេះគឺអត់ងាយទេអត់ងាយខូចអាក្នុងទេបាទបែកតែក្រៅទេចាំបងទូរស័ព្ទបត់ថ្លៃបាទអញ្ចឹងបងក៏ថែទៅកុំឲ្យធ្លាក់ហើយជាពិសេសគឺបិទបើកយើងប្រយ័ត្នអាកន្លែងអេក្រង់ខាងក្នុងហ្នឹងបាទកុំឲ្យមានអីគៀបបាទមានតែប៉ុណ្្នឹងទេបងមានតម្រូវការអ្នកនៅមក Facebook ខ្ទមស្រែមកបាទ